បើសិនជាមានបងប្អូនធានារួចហើយឬក៏បងប្អូនកំពុងតែប្រសេសជាមួយនឹងវីសាមកនៅអាមេរិកតាមរយៈប្រភេទវីសាផ្សេងរួចហើយបងប្អូនចង់ដាក់ឆ្នោតទៀតតើអាចដាក់បានដែរឬទេហើយបើដាក់តើវាមានផលប៉ះពាល់ទៅដល់ដំណើរការនៃការស្នើសុំវីសាមកនៅអាមេរិកតាមរយៈប្រភេទវីសាដែលគាត់កំពុងដាក់រួចហើយនឹងដែរឬអត់សួស្តីបងប្អូនអរគ្នាខ្ញុំអាណិតជាអ្នកជាប់ឆ្នោត DV ឆ្នាំ2020មានបងប្អូនសួរខ្ញុំរៀងយូរដែរហើយតែខ្ញុំបានឆ្លើយរួចដែរហើយប៉ុន្តែដោយសារឆ្នោតដូចជានៅត្រឹងខ្ញុំសូមឆ្លើយនៅសំណួរនេះជាវីដេអូដើម្បីបងប្អូនផ្សេងដែលបំរុងនឹងសួរឬក៏មិនតាន់រនឹកសំណួរនឹងឃើញសួរឬក៏គាត់មិនចង់សួរដោយសារគាត់មានដំណើរការថាបងប្អូនធានារួចហើយសំណួរនោះគឺដូចខ្ញុំនិយាយខាងដើមវីដេអូថាតើបើសិនជាក្នុងករណីដែលគាត់កំពុងតែ process នៅការស្នើសុំវីសាតាមរយៈរៀបការតាមរយៈបងប្អូនធានាអីអស់ហ្នឹងបានន័យថាគាត់ធ្វើរួចហើយ process នេះគឺកំពុងតែដំណើរការថាតើបើសិនជាគាត់ចង់ដាក់ឆ្នោតទៀតតើការដាក់ឆ្នោតរបស់គាត់នេះវាធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការ visa ដែលគាត់កំពុងតែ process អាមុនហ្នឹងគេហៅ existing process របស់គាត់ហ្នឹងដែរឬទេបើសិនជាបងប្អូនកំពុងតែ process តាមរយៈបងប្អូនធានាតាមរយៈរៀបការអីក៏ដោយឬក៏ visa ស្អីក៏ដោយបងប្អូនកំពុងតែស្នើសុំមកលេងអាមេរិកក៏ដោយតាមរយៈ visa គេហៅ immigration visa ឬ non immigration visa តាមរយៈមកនៅឬក៏តាមរយៈមកលេងមកធ្វើការជាដើមហ្នឹងក៏ដោយការដាក់ឆ្នោតសម្រាប់ផ្សងសំណាងនេះគឺវាមិនធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការនៃការស្នើសុំ visa មិនថាជា visa ប្រភេទអន្តរប្រវេសន៍ឬមិនអន្តរប្រវេសន៍ទេគឺអត់មានផលប៉ះពាល់អ្វីឡើយចឹងបងប្អូនកុំបារម្ភបើសិនជាបងប្អូនបានដំណើរការឧទាហរណ៍ថាដំណើរការទៅលើប្រភេទ visa ឪពុកម្ដាយឬក៏បងប្អូនធានាចុះខ្ញុំឧទាហរណ៍ថាបងប្អូនធានាវិញបងប្អូនកំពុងតែ process ដំណើរការធានាយើងឲ្យមកនៅអាមេរិកហើយបងប្អូនដឹងហើយការធានាបងប្អូនគឺប្រើរយៈពេលយូរជាង10ឆ្នាំអ្នកខ្លះថា8ឆ្នាំអ្នកខ្លះថា10ឆ្នាំអ្នកខ្លះថា20ឆ្នាំពេលវេលាគឺយើងអាចនិយាយឲ្យចំច្បាស់ថា10 20 15ឆ្នាំ13ឆ្នាំបានទេបងប្អូនអាចទៅជួយបងប្អូនអាចទៅឆែកមើលនៅក្នុង website ផ្ទាល់ឬក៏មិនពិបាករក website ផ្ទាល់បងប្អូនអាចឆែកតាមរយៈ Google Search ឬក៏តាមរយៈAI អីក៏ដោយអ្វីដែលខ្ញុំធ្លាប់ឆែកឃើញគឺរយៈពេលវាក្នុងចន្លោះជាង10ឆ្នាំឬក៏អាចជិត20ឆ្នាំយឺតលឿនទៅតាមស្ថានទូតទៅតាមប្រទេសស្ថានទូតប្រទេសតែមួយហើយនឹងទៅតាមប្រភេទ visa បើ visa បងប្អូនគឺធានាបងប្អូនគឺយូរតែបើ visa ធានាកូនឬក៏ឪពុកម្ដាយរៀងលឿនធានាគូដណ្ដឹងឬប្តីប្រពន្ធលឿនចឹងទៅណាតែបើបងប្អូនយូរឧទាហរណ៍ថាបើសិនគាត់កំពុងតែ process ធានាបងប្អូនឲ្យមកនៅអាមេរិកទៅប្រហែល5ឆ្នាំអញ្ចឹងបើសិនជា visa នៅរយៈពេលដល់ទៅជាង10ឆ្នាំបងប្អូនខ្លះក៏ហ៊ានដាក់ឆ្នោតក៏ខ្លាចការដាក់ឆ្នោតទៅវាធ្វើឲ្យ double គាត់គិតថាខ្លាចវាប៉ះពាល់គ្នាអត់ប៉ះពាល់ទេបងប្អូនបើសិនជាបងប្អូនមានគ្រប់លក្ខខណ្ឌដូចជាមានសញ្ញាបត្របាក់ឌុបឬសញ្ញាបត្រដែលមានតម្លៃស្មើឬសញ្ញាបត្រដែលមានលើសនោះឬក៏បងប្អូនមានបទពិសោធន៍ការងារដែលគ្រប់គ្រាន់ជាមួយនឹងលក្ខខណ្ឌឆ្នោតបងប្អូនដាក់បើក្នុងករណីដែលបងប្អូនជាប់ឆ្នោត DV នេះការ process នឹងលឿនជាងបងប្អូនដែលធានាបងប្អូនមកនៅច្រើនដងចំណាយលុយក៏តិចណាតិចក្នុងម្នាក់អស់ប្រហែលខ្ទង់ចន្លោះ2000ទៅ3000អាចលើសនឹងខ្វះនឹងយើងមិនអាចនិយាយឲ្យត្រូវបាច់ទេសម្រាប់ការចំណាយបើសិនជាបងប្អូនមានចំនួនគ្នាច្រើនក្នុងសមាជិកគ្រួសារបងប្អូនគុណទៅតាមហ្នឹងអ្វីដែលសំខាន់គឺអស់លុយតិចហើយរយៈពេលនៃឆ្នោតដែលបានមកនៅអាមេរិកនេះវាលឿនដូចខ្ញុំជាប់ខ្ញុំដាក់ឆ្នោតនៅក្នុងឆ្នាំ2018ឆែកលទ្ធផល2019ខ្ញុំមកអាមេរិកនៅក្នុងឆ្នាំ2020បើយើងគិតទៅ2ឆ្នាំក៏ប៉ុន្តែបើសិននិយាយពី process វាដូចជាមិនជាយូរអីទេយើងដាក់ឆ្នោតខែ10ខែ5យើងដឹងលទ្ធផលខ្ញុំមកដល់អាមេរិកនៅក្នុងខែ3បងប្អូនមុនចូលឆ្នាំឬក្នុងថ្ងៃទី13ខែ4ឬក៏ថ្ងៃទី14ខែ3ខ្ញុំច្រឡំប៉ុន្តែដឹងថានៅក្នុងមុនចូលឆ្នាំគឺលឿនអញ្ចឹងបងប្អូនកុំបារម្ភរឿងថាមានករណីធានារួចហើយមិនហ៊ានដាក់ខ្លាចប៉ះពាល់មិនជាបញ្ហាអញ្ចឹងបើសិនជាបងប្អូនមានគ្រប់លក្ខខណ្ឌខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាក់ឆ្នោតបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ការមករស់នៅអាមេរិកមែនតែបើសិនជាបងប្អូនមិនចង់មកនៅអាមេរិកបងប្អូនស្អប់អាមេរិកមិនបាច់ដាក់ទេអានឹងមិនបាច់ដាក់ទេបងប្អូនធានាអីក៏មិនបាច់មកដែរសិនជាបងប្អូនមិនចង់មិនបាច់មកទេអាមេរិកមែនទែនទៅ
វាជាទឹកដីឱកាសមែនក៏ប៉ុន្តែមិនមែនមកគេចិញ្ចឹមយើងណាយើងមករកស៊ីដូចគ្នាបើសិនជាយើងមកអត់រកស៊ីក៏យើងពិបាកដែរដូចជានៅអាមេរិកមានអ្នកសុំទានមានអីដូចគ្នាគាត់ថាអ្នកសុំទានគេអ្នកសុំទានជាជំរើសដោយសារគាត់ជ្រើសរើសសុំទានតែបងប្អូនខ្មែរយើងមកនៅអាមេរិកកម្រមានអ្នកអឺខ្សត់ខ្សោយលើកលែងតែគាត់មិនរកស៊ីគាត់ចាំតែសុំលុយរត់ចិញ្ចឹមខ្ញុំនិយាយនេះមិនមែនជន់បងប្អូនដែលគាត់សុំលុយរត់ចិញ្ចឹមទេព្រោះអ្នកដែលគាត់សុំលុយរត់ចិញ្ចឹមគាត់សិតតែគាត់មានមូលហេតុអាចគាត់ពិការអាចគាត់ចាស់ហើយអាចគាត់ខ្ជិលដែរក៏ប៉ុន្តែខ្ញុំមិនដឹងថាខ្ជិលនោះមានប្រមាណភាគរយទេគាត់ថាសិតតែមានមូលហេតុរបស់គាត់អញ្ចឹងបើសិនជាបងប្អូនចង់មកអាមេរិកចង់មានបានបងប្អូនត្រូវតែរកស៊ីក៏មិនប្រកាសថាមកភ្លាមមានភ្លាមដែរបងប្អូនត្រូវរងចាំមើលឱកាសធៀបជាមួយលទ្ធភាពឬសមត្ថភាពបងប្អូនដែរបើសិនជាបងប្អូនមានឱកាសតែបងប្អូនគ្មានលទ្ធភាពណាឬក៏បងប្អូនមិនមានសមត្ថភាពក៏អត់ទៅទាន់រួចភ្លាមដែរបងប្អូនមានឱកាសបងប្អូនមានលុយបានន័យថាបងប្អូនមានលទ្ធភាពទេទៅអត់រួចដែរបងប្អូនត្រូវចាំបងប្អូនមានលទ្ធភាពតាមរយៈបងប្អូនធ្វើអីសំអីទៅពេលខ្លះបងប្អូនមានសមត្ថភាពបងប្អូនមានលទ្ធភាពបងប្អូនមានឱកាសតែបងប្អូនអត់ទាន់មានសមត្ថភាពអញ្ចឹងក៏អាចនៅចាំបន្តិចឧទាហរណ៍ថាបងប្អូនអត់ទាន់ចេះធ្វើនំធ្វើអីខ្ញុំឧទាហរណ៍រឿងដូណាត់ចុះអញ្ចឹងបងប្អូនត្រូវចំណាយពេលវេលាក្នុងការរៀនបន្តិចទៀតបានធ្វើអញ្ចឹងឲ្យតែបងប្អូនមកអាមេរិកក្នុងលក្ខខណ្ឌខំប្រឹងប្រែងខ្ញុំជឿថាមិនយូរមិនឆាប់ទេឲ្យតែយើងជួបនៅករណីឱកាសលទ្ធភាពសមត្ថភាពនឹងជុំគ្នាមកគឺយើងអាចលឿនខ្ញុំនិយាយអញ្ចឹងមិនខ្ញុំមានទេតែខ្ញុំអត់ទាន់បានទាំង3ហ្នឹងស្រុះគ្នានៅឡើយណាបងប្អូនអញ្ចឹងត្រឡប់មកវិញនៅប្រធានបទនៃវីដេអូនេះគឺបើសិនជាបងប្អូនបើទោះជាបងប្អូនកំពុងប្រសេសរឿងឆ្នោតមកនៅអាមេរិកនោះរឿងដែលបងប្អូនធានាមកនៅអាមេរិកហើយបងប្អូនគឺនៅតែដាក់ឆ្នោតបានដដែលហើយលើកទឹកចិត្តឲ្យបងប្អូនដាក់ទៀតបើក្នុងករណីបងប្អូនចង់មកណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអូខេអរគុណច្រើនបាយ